ស័យមកខាងជើងខាងត្បូងតែស្វីសចុះ sorry 150លោកសិនបាទទៅ50បាទហើយយាយបងប្អូនមើលអូគួរណាស់យើងបើកឡើងទៅលើអត់បានទេបាទយើងបើកទៅលើអត់បានហើយនេះចូលរូបមើលបងប្អូនបាទយើងចូលហៅថាកូតហាត់ tunnel សានកូតហាត់សាំងកូតហាត់ឬក៏សាន់ទៅភ្នំនឹងរយហាត់បាទក្រោមភ្នំនោះអូមែប្រហែល16000ប្រហែលម៉ែត្រទេ10គីឡូជាងចូលហើយបងប្អូនបាទបងប្អូនរូងនេះគឺរូងក្រោមភ្នំជិត17គីឡូយើងបើកក្រោមហ្នឹងហើយបើកក្រោមភ្នំអាភ្នំមុនហ្នឹងមិញឃើញតែនេះហ្នឹងណាឃើញផ្ទាំងសង់ហើយបងប្អូនខ្ញុំបាត់បាទខ្ញុំថតចោះឲ្យបងប្អូនមើលក្នុងរូងដែលវែងជាងគេនៅស្វីសបាទនៅយុរ៉ុបហ្នឹងរូងហ្នឹងគឺរូងវែង6ជាងនៅ17គីឡូម៉ែត្រហើយឈ្មោះថាសាំងកូតហាត់ភាសាអាល្លឺម៉ង់ភាសាអ៊ីតាលីហៅសាន់កូតហាដូបើកំពុងបើកក្រោមក្នុង6 7 10គីឡូបាទយើងអាចបើកបានលឿន80អញ្ចឹងវាឃើញដដែលអញ្ចឹងខ្ញុំស្កប់បាទបងប្អូនខ្ញុំស្កប់សិនណាស្កប់ឲ្យថតកុំឲ្យ boring កុំឲ្យធុញទ្រាន់បាទបងប្អូនផុតមកកលាក់ទេមើលទៅចូលមកកលាក់ទៀតឡើងបាទផុតអូ7 10គីឡូរូងនេះ10គីឡូចូលរួនភ្នំបាទមិនចូលរួនភ្នំកូតថាតអូមិនទាន់ដល់កូតថាតផងហ្នឹងហើយអាកូតថាតអូផ្សេងអានេះរូងអីគេមិញចេញពីរូងភ្នំមួយបាទអានេះចន្លងភ្នំសុទ្ធ